ឃើញគាត់ improve ច្រើនគាត់ប្រសើរជាងមុនច្រើនដែលធ្លាប់តែក្មេងដែលចេញទៅពីផ្ទះគឺភ័យស្លន់ញ័រខ្លួនហ្មងអត់ហ៊ានមកដេកណាទេតែបាទជំរាបសួរបាទខ្ញុំឈ្មោះហ៊ានឡូរ៉ាដូណាខ្ញុំឈ្មោះវ៉ាទីការហូតមកដល់ពេលនេះខ្ញុំមានកូន2នាក់ដែលគាត់រៀននៅសាលា Bluebird កូនស្រីខ្ញុំរហូតមកដល់ពេលនេះគឺគាត់រៀនបាន3ឆ្នាំហើយកូនប្រុសខ្ញុំទើបតែចូលបានកន្លះឆ្នាំទេជាបទពិសោធន៍ដែលកូនខ្ញុំមករៀននៅសាលា Bluebird នេះអ្វីដែលខ្ញុំពិនិត្យឃើញសំខាន់គឺភាពស្និទ្ធស្នាលរវាងកូនខ្ញុំជាមួយនឹងគ្រូដែលធ្វើឲ្យគាត់ដែលខ្ញុំមានការចម្លែកមួយដែរគឺកូនខ្ញុំចង់មករៀនឆ្លាញ់សាលាចង់មកសាលាឃើញគាត់ improve ច្រើនគាត់ប្រសើរជាងមុនច្រើនដែលធ្លាប់តែក្មេងដែលចេញទៅពីផ្ទះគឺភ័យស្លន់ញ័រខ្លួនហ្មងអត់ហ៊ានមកដេកណាទេតែចូលរៀនបានមករយៈហើយគាត់ទៅជាមនុស្សដែលអង់គ្លេសហៅ outgoing រស់រាយលែងខ្លាចអ្នកណាជួបមុខរាក់ទាក់គាត់ប្រែច្រើនមែនតើអញ្ចឹងហើយខ្ញុំពេលដែលមានកូនទី2គាត់ដល់វ័យយើងធ្វើតិចហ្នឹងខ្ញុំក៏សម្រេចចិត្តហ្មងថាអត់ចង់ទៅសាលាណាផ្សេងទេដាក់គាត់មកជាមួយបងគាត់ហ្មងទៅនៅពេលដែលកូនខ្ញុំមកដល់សាលាខ្ញុំមានអារម្មណ៍ថា safe ហើយនឹងខ្ញុំអាចផ្ដោតអារម្មណ៍ទៅធ្វើការផ្សេងបានពីព្រោះខ្ញុំឃើញពីការយកចិត្តទុកដាក់របស់អ្នកគ្រូនៅក្នុងថ្នាក់ថែមពីអ្វីដែលគាត់រៀនក្នុងថ្នាក់គឺសាលាមាន field trip ដែលខ្ញុំធ្លាប់នាំកូនទៅលេងកន្លែងមួយដែលគាត់ដែលមានរូបសត្វរូបអីដែលធំអញ្ចឹងគឺគាត់មានការខ្លាចក៏ប៉ុន្តែជាក់ស្ដែងស្ដាប់តែនៅពេលដែលគាត់ទៅជាមួយសាលាគាត់ទៅជា enjoy ដែលសាលាបានផ្ញើរូបផ្ញើមកខ្ញុំមើលគឺគាត់ហ៊ានទៅជិះទាំងសត្វអស់ហ្នឹងគាត់ហ៊ានទៅឈរថតជាមួយបង្ហាញពីភាពក្លាហានគាត់ទៅជា enjoy នៅទីតាំងកន្លែងដែលសាលានាំទៅ field trip នឹងបន្ថែមទៀតបាទ